ជំរាបសួរពុកម៉ែអ៊ំពូមីងតាយាយទាំងអស់គ្នាបាទនេះគឺជាសកម្មភាពខ្ញុំនៅថ្ងៃនេះហើយនេះគឺជាសកម្មភាពពេលព្រឹកដែលខ្ញុំទៅចូលរួមពិធីបង្សុកូលដើម្បីទិកសរជូនដល់ញាតិកាដែលបានបែកកាយម្លេខណ្ឌទៅហើយហ្នឹងបាទហើយនេះគឺជាសកម្មភាពដែលអ៊ំរបស់ខ្ញុំម្ដាយរបស់ខ្ញុំហ្នឹងហើយនឹងយាយអ៊ំដែលគាត់មកហើយធ្វើពិធីបង្សុកូលជាមួយហ្នឹងគាត់នៅអង្គុយចាំទទួលព្រះសង្ឃបាទហើយសារពេលហ្នឹងព្រះសង្ឃលោកអត់តន់និមន្តមកដល់ទេគឺយើងត្រូវនៅអង្គុយចាំព្រះសង្ឃលោកនិមន្តមកបាទដើម្បីបង្សុកូលបាទហើយនេះគឺសកម្មភាពនៅពេលដែលព្រះសង្ឃព្រះអង្គនិមន្តមកដល់កន្លែងបង្សុកូលបាទអញ្ចឹងគឺថាអ៊ំពូមីងអីដែលគាត់មកក្នុងពិធីបង្សុកូលនេះគឺថាគាត់ឈរសំពះទទួលព្រះសង្ឃចូលមកគង់នៅក្នុងទីកន្លែងហ្នឹងតែបានរៀបចំឲ្យព្រះសង្ឃគង់ហ្នឹងបាទហើយនេះគឺជាសកម្មភាពដែលព្រះសង្ឃទ្រង់បង្សុកូលសូត្រមន្តបង្សុកូលអញ្ចឹងណាពុកម៉ែបងប្អូនអរគ្នាបាទហើយនេះគឺជាអ៊ំតាយាយដែលគាត់មកចូលរួមនឹងគឺថាគ្នាច្រើនកកដែរហ្នឹងបងប្អូនបាទគេថាតែមិនសូវជាច្រើនខ្លាំងណាស់ណាគ្រាន់តែថារៀងគ្រាន់បើដែរដោយសារយើងជុំបងប្អូនយើងអញ្ចឹងណាហើយនេះគឺព្រះសង្ឃលោកនិមន្តទៅវត្តវិញបាទហើយអ៊ំយាយតាអីទាំងក៏គាត់លែគ្នាទៅផ្ទះអីរៀងខ្លួនគាត់វិញផងដែរបាទហើយនេះអ៊ំខ្ញុំដែលគាត់មកធ្វើជាអាចារ្យគាត់ឲ្យពរអ៊ំដែលគាត់មកចូលរួមទីអញ្ចឹងគាត់បានជូនកាក់ដល់គាត់អញ្ចឹងទៅគាត់ក៏ឲ្យពរអញ្ចឹងទៅគឺជាសកម្មភាពពេលល្ងាចដែលខ្ញុំបានមកពិធីសូត្រមន្តនៅផ្ទះមីងរបស់ខ្ញុំបាទហើយគឺថាតាយាយគាត់មករៀងច្រើនដែរបាទប្រហែលតែពេលព្រឹកដែរទេបាទពេលព្រឹកដែលខ្ញុំទៅបានស្គាល់ប្រហែលតែគ្នាដែរទេបាទហើយគឺថាគាត់មកនៅអង្គុយចាំនៅហ្នឹងបាទអង្គុយចាំលោកនិមន្តមកបាទហើយនេះគឺសកម្មភាពនៅពេលលោកមុនមកដល់បាទព្រះសង្ឃលោកនិមន្តមកដល់គឺថាគាត់ឈរទទួលលើកដៃស្ពះគ្រប់ព្រះសង្ឃអីចឹងដែរបាទហើយនេះគឺជាសកម្មភាពនៅក្នុងផ្ទះមីងបងខ្ញុំដែលលោកព្រះសង្ឃលោកបាននិមន្តទៅដល់គង់នៅក្នុងហ្នឹងបាទហើយតើយាយគាត់ប្រកេនភេជ្ជៈប្រកេនអីចឹងទៅបាទហើយនេះគឺជាសកម្មភាពដែលតើយាយគាត់អង្គុយស្ដាប់នៅព្រះសង្ឃលោកចម្រើនព្រះបរិត្តបាទមកដល់ត្រឹមនេះក៏សូមជូនបុណ្យកុសលដល់អ៊ំពូមីងលោកតាយាយទាំងអស់គ្នាផងហើយបានបុណ្យកុសលស្មើគ្នាបាទដែលខ្ញុំបានបង្សុកូលពីព្រឹកហើយនឹងទៅស្ដាប់លោកសូត្រមន្តពេលល្ងាចហ្នឹងសូមបានមានផលស្មើគ្នាផងបាទសូមអនុមោទនាបាទហើយបន្ទាប់ព្រះសង្ឃសូត្រមន្តរួចហើយហ្នឹងគឺលោកតាយាយគាត់អត់តន់ទៅណាទេគាត់នៅខាងក្រៅនឹងសិនបាទដោយសារមីងខ្ញុំគាត់សូមឲ្យតាយាយគាត់នៅនឹងសិនដើម្បីគាត់ជូននៅអង្គហើយនឹងលុយតិចតួចដើម្បីធ្វើបន់ជាមួយពួកគាត់ចឹងហើយនេះសកម្មភាពយាយគាត់ច្រកទឹកមុនបាទគាត់ទុកយកលុបមុខលុបអីចឹងណាបងប្អូននេះបាទបន្ទាប់ពីនឹងមកនេះគឺជាសកម្មភាពដែលមីងខ្ញុំគាត់ជូនទឹកផ្លែឈើហើយជូនលុយដល់ចាស់ដែលគាត់បានមកចូលរួមទីសូត្រមន្តផ្ទះគាត់ហ្នឹងបាទហើយនេះចាស់គាត់កំពុងតែឲ្យពរឲ្យជ័យដល់គាត់បាទនិយាយថាមីងខ្ញុំក៏គាត់ចូលចិត្តធ្វើបន់ខ្លាំងមែនតើបាទហើយនេះគឺជាសកម្មភាពបន្ទាប់ពីជូនអីចាស់ហើយអញ្ចឹងចាស់គាត់ក៏បានចាស់តើនិយាយខ្លះគាត់បានទៅផ្ទះទៅអីចឹងទៅហើយតើនិយាយខ្លះគាត់នៅនឹងសិនទៅដោយសារគាត់ចាំកូនចៅគាត់មកយកអីចឹងណា
បើអញ្ចឹងក៏សូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានទាំងអស់គ្នាផងបាទជម្រាបលា